សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំ clean មីទាំងកណ្ដាលយប់តែម្ដងយប់ម៉ោង12ហើយឥឡូវងើបមកធ្វើមីទី1ខ្ញុំធ្វើការដាក់ទឹកកន្លះលីត្របន្តមកទៀតខ្ញុំដាក់មីចូលថ្ងៃនេះគឺខ្ញុំប្រើមីកូរ៉េណូបន្តមកដាក់បន្លែខ្ញុំចូលចិត្តស្ពៃក្តៅពណ៌ស្វាយជឹកដាក់រៀងច្រើនបន្តិចបន្តមកដាក់ប្រហិតក៏ខ្ញុំចូលចិត្តដែរដាក់រៀងច្រើនបន្តមកនេះគឺជាគ្រឿងដែលគេឲ្យមកជាមួយមីអញ្ចឹងណាបងមានគ្រឿងមានអំបិលដែរបងចំពោះអំបិលហ្នឹងខ្ញុំដាក់មកកញ្ចប់ហ្នឹងតែម្ដងដោយសារតែដាក់មកកញ្ចប់ហ្នឹងអត់ប្រៃពេកអត់អីពេកយកមកអត់ហឹលពេកជាល្មមបន្ទាប់មកខ្ញុំគ្របទុក5នាទីខ្ញុំដាក់ផ្សិតបញ្ចូលចូលបន្ទាប់ពីខ្ញុំដាក់ផ្សិតបញ្ចូលហើយខ្ញុំគ្របទុករយៈពេល5នាទីបងឥឡូវមីរបស់យើងចាប់ដើមពុះហើយគឺឲ្យក្លិនមកឈ្ងុយឆ្ងាញ់តែម្ដងបងទាំងអស់គ្នាចាំមកឥឡូវឆ្អិនហើយខ្ញុំចាប់ដើមដួសដាក់ចានបងមើលទៅទំនងអត់បងសម្រាប់ខ្ញុំទំនងខ្លាំងមែនតើគាត់តែមើលវីដេអូហ្នឹងហើយគឺឃ្លានទៀតតែម្ដងបងចេះមកញ៉ាំមីរបស់ខ្ញុំទាំងអស់គ្នាបងហើយបងអូខេវីដេអូរបស់ខ្ញុំហ្នឹងនៅមកមិនដែរបងជួយ comment ខាងក្រោមវីដេអូហ្នឹងម្នាក់មួយផងហើយខ្ញុំសូមឲ្យបងជួយ like comment subscribe channel ខ្ញុំម្នាក់មួយផងបងណាដែលអត់បាន subscribe ជួយ subscribe មួយផងហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងមានតែឆុងមីញ៉ាំមីតែប៉ុណ្្នឹងទេអរគុណច្រើនបងសម្រាប់ការតាមដានទស្សនាវីដេអូរហូតដល់ចប់បងអរគុណច្រើនបាយបាយ